ពេលដែលតម្លើងម៉ាស៊ីនត្រជាក់មួយគ្រឿងបែបនេះត្រូវយើងត្រូវចំណាយលើអ្វីខ្លះបងប្អូនទាំងអស់គ្នាចង់តម្លើងម៉ាស៊ីនត្រជាក់មែនអត់ពេលដែលតម្លើងអត់ដឹងថាត្រូវចំណាយលើអ្វីខ្លះអញ្ចឹងថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនថាពេលដែលតម្លើងម៉ាស៊ីនត្រជាក់មួយគ្រឿងបែបនេះត្រូវយើងត្រូវចំណាយលើអ្វីខ្លះទី1តម្លើងម៉ាស៊ីនត្រជាក់បងប្អូនចាំបាច់ត្រូវចំណាយទិញម៉ាស៊ីនត្រជាក់ទី2ជើងម៉ាស៊ីនត្រជាក់អ្នកខ្លះគេ free ជើងអ្នកខ្លះគេអត់ free ទេអញ្ចឹងបងប្អូនត្រូវសួរថាគាត់មាន free ជើងអត់ទី3គឺ spawn យើងមាន2ទៅតាមទំហំម៉ាស៊ីនត្រជាក់មួយសេះ spawn លេខប៉ុន្មានពីសេះទៅលេខប៉ុន្មានសេះខ្លះលេខប៉ុន្មានហើយទី4ខ្សែភ្លើងវាមាន3ហើយខ្សែ3ហ្នឹងគេគិតជាម៉ែត្រ1ម៉ែត្រប្រមាណទៅតាមជាងនីមួយទី5បងប្អូនខ្លះក៏ដាក់ disjunctor អញ្ចឹងក៏ត្រូវចំណាយលុយដើម្បីដាក់ disjunctor ពេលដែលគាត់ទៅណាមកណាគាត់អាចកាច់បិទបើកបានអញ្ចឹងទី6គឺចំណាយលុយទៅការដាក់វាយប្រអប់រត់ខ្សែបែបនេះគឺវាឃើញអត់ស្អាតទេអញ្ចឹងយើងត្រូវដាក់ trunking មួយវាយបិទចិត្តវា cover វាឲ្យស្អាត6គឺឈ្នួលដំឡើងទៅតាមជាក់ស្ដែងទីផ្សារសពថ្ងៃជាងមួយសេះក៏តម្លើងយកបានមួយសេះកន្លះបានពីរសេះបានអញ្ចឹងណាទាំងអស់ហ្នឹងសង្ឃឹមថានឹងស្រាវចម្ងល់របស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនមាន condo បែបនេះមួយ unit ត្រូវដាក់ប្រមាណគ្រឿងចង់បានអាចតំណែងមកយើងបានអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការពាក់ព័ន្ធនឹងគ្រឿងអេឡិចត្រូនិកមិនថាគ្រឿងអ្វីក៏ដោយឲ្យទៅតាក់ទងនឹងបច្ចេកវិទ្យាយើងមាន provide ជូនតែម្ដងហើយសេវាកម្មធានាថារហ័សទាន់ចិត្ត